Tilly, tilly, ball, look where I now. Someone's walking outside and knocks on the door. ចឹងរឿងថ្ងៃហ្នឹងគឺតាក់ទងជាមួយនឹងអ្នកដែលទៅតែងផ្ទះថ្មីបងប្អូនដែលកំពុងតែរៀបចំតែងផ្ទះថ្មីឬក៏កំពុងតែឡើងផ្ទះថ្មីខ្ញុំគិតថារឿងរ៉ាវទាំងអស់នេះសុទ្ធសឹងតែជាបទពិសោធន៍គួរឲ្យចាប់អារម្មណ៍មានក្រុមគ្រួសារមួយហ្នឹងគាត់បានទៅតែងផ្ទះថ្មីតែបែរជាជួបរឿងដែលគួរឲ្យភ័យខ្លាចមួយដោយសារតែផ្ទះនោះគឺបានធ្វើឡើងសាងសង់ឡើងនៅទីតាំងនៅលើដីមួយកន្លែងដែលធ្លាប់មានវិញ្ញាណសន្ធឹកធម្មតារឿងដែលតាក់ទងជាមួយនឹងផ្ទះខ្មោចច្រើនតែកើតឡើងទៅលើផ្ទះដែលគេទិញបន្តពីអ្នកដទៃតែនេះគឺជារឿងដែលកើតឡើងទៅលើផ្ទះថ្មីមួយដែលមិនធ្លាប់មានអ្នកណានៅពីមុនមកនោះទេបានតែគឺជាផ្ទះថ្មីស្រឡាងហើយស្ថិតនៅក្នុងបុរីទៅទៀតរឿងនេះគឺជារឿងកាត់ឡើងពិតដែលប្រិយមិត្តយកមកចែករំលែកដូច្នេះខ្ញុំសូមសំណូមពរបងប្អូនប្រិយមិត្តប្រើប្រាស់វិចារណញ្ញាណនៅក្នុងការស្ដាប់ហើយនឹងជឿតាមព្រោះវាគឺជាជំនឿរបស់បុគ្គលរៀងៗខ្លួនតែប៉ុណ្ណោះបន្តមករឿងរបស់យើងគឺរឿងនេះកើតឡើងនៅពេលដែលប្រិយមិត្តរបស់យើងហ្នឹងមានអាយុ15ឆ្នាំគាត់រៀននៅមធ្យមសិក្សម្ដាយរបស់គាត់ហ្នឹងគឺចាប់ផ្ដើមមានបញ្ហាហើយក៏ចាប់ផ្ដើមប្រជុំគ្នាធ្វើការបែងចែកគេមរតកម្ដាយរបស់គាត់មានបងប្អូន3នាក់ហើយម្ដាយរបស់គាត់គឺជាកូនពៅក្រោយគេអញ្ចឹងក្រោយពីបានប្រជុំគ្នានិយាយបែងចែកគេមរតកថានរណាបានប្រមាណនរណាបានប្រមាណអញ្ចឹងណាអ៊ំទាំងពីររបស់គាត់បានថាត្រូវជាបងរបស់ម្ដាយគាត់ហ្នឹងគឺគាត់ទាមទារយកលុយសុទ្ធក៏អត់ចង់បានខុសសម្បត្តិឬក៏ការនៅជុំគ្នាជាមួយនឹងម្ដាយរបស់គាត់ទេអញ្ចឹងក៏សម្រាប់ចិត្តថាលោកផ្ទះដែលកំពុងតែនៅរួមគ្នានាពេលបច្ចុប្បន្នហ្នឹងពិបាកដែរព្រោះបងប្អូនពេលខ្លះនៅពីទូចគឺស្រឡាញ់គ្នាតែដល់ពេលធំឡើងមានគ្រួសារមានអីចឹងពិបាកផ្ទះហ្នឹងដាក់លក់តែមួយផ្លែតលក់ចេញតែម្ដងដោយសារតែស្ថិតនៅចំតំបន់ដែលគេហៅថាត្រូវបានណាហើយបានលុយមកក៏មកចែកគ្នាជាមួយនឹងអ៊ំរបស់គាត់នឹងឈ្មោះសានខ្ញុំភ្លេចប្រាប់ក៏បានបែងចែកគ្នាហើយក៏ចេញតែប្រើប្រាស់ជីវិតរៀងៗខ្លួនចង់និយាយពីអ៊ំស្រីទាំងពីរនាក់របស់គាត់ហ្នឹងរីឯម្ដាយរបស់គាត់បានលុយមួយផ្នែកពីការលក់គេមរតកទាំងអស់ហ្នឹងហើយក៏បាននាំគាត់ដើរទៅរកទិញផ្ទះថ្មីដើម្បីស្នាក់នៅព្រោះលែងមានផ្ទះហើយជីតារបស់គាត់ដែលត្រូវជាឪពុកបង្កើតរបស់ម្ដាយគាត់ហ្នឹងក៏សុំទៅដោយសារតែគាត់ចង់ទៅនៅក្បែរកូនពៅអញ្ចឹងណាអត់ទៅតាមបងរបស់គាត់ទេម្ដាយជីតាហើយនឹងគាត់បានជីដើរមើលរកគម្រោងផ្ទះនៅក្នុងបុរីតែម្ដងព្រោះនៅពេលបច្ចុប្បន្នបើយើងទៅមើលផ្ទះមួយតែដោយឡែកគឺយើងបានតែផ្ទះដែលចាស់ហើយម្យ៉ាងក៏គាត់គិតក្នុងចិត្តហើយថាគាត់នឹងមិនទិញផ្ទះតពីគេទេអញ្ចឹងចង់បានផ្ទះថ្មីពីច្រើនគឺតតែដើរមើលនៅក្នុងបុរីនឹងឯងនៅក្នុងគម្រោងនឹងឯងទីបំផុតគាត់បានទៅមើលនៅក្នុងគម្រោងមួយដែលជាប្រភេទផ្ទះល្វែងទល់មុខគ្នាតែម្ដងឆ្វេងស្ដាំពេលចូលទៅដល់ចុងគម្រោងម្ដាយរបស់គាត់ហើយនឹងជីតារបស់គាត់ក៏ពេញចិត្តពេញថ្លើមជាមួយនឹងគម្រោងនឹងម្យ៉ាងហេតុអីបានគាត់សម្រេចចិត្តទៅទិញផ្ទះដែលនៅចុងគម្រោងដោយសារតែក្រោយពីគម្រោងនឹងទៅវានៅសេសសល់ធម្មជាតិដោយសារតែមានដើមស្រូវដើមអីនៅពីក្រោយគម្រោងនឹងអញ្ចឹងម្ដាយនឹងជីតារបស់គាត់មានអារម្មណ៍ថាជីវិតយើងនៅក្នុងក្រុងអញ្ចឹងបើបានទិញផ្ទះហ្នឹងយ៉ាងណាក៏ឡើងទៅលើសង្កាត់ផ្ទះកលេចមកវាមានធម្មជាតិដែរព្រោះជាផ្ទះល្វែងវាអត់មានសួនច្បារអីធំទូលំទូលាយដូចផ្ទះវិឡាទេភាគច្រើនមកឲ្យទៅនៅចុងបុរីច្រើនតែស្ងាត់ស្ងៀមអត់ដូចកន្លែងផ្លូវចូលរបស់បុរីវាមានឡានម៉ូតូជិះចូលអញ្ចឹងហ្នឹងហើយជីតារបស់គាត់ហ្នឹងគឺបានទិញផ្ទះនៅខាងស្ដាំរីឯម្ដាយរបស់គាត់បានទិញផ្ទះនៅខាងឆ្វេងទល់មុខគ្នាតែម្ដងហើយនៅចុងបុរីដូចគ្នាដោយពួកគាត់បានគិតថាអនាគតទៅយើងអាចនឹងជួលផ្ទះណាមួយហើយទុកផ្ទះមួយទៀតដើម្បីនៅជាមួយគ្នាអញ្ចឹងទៅទុកជាគេឲ្យចៅគឺគាត់ចាប់ផ្ដើមស្នាក់នៅផ្ទះខាងស្ដាំដៃមុនដោយសារតែផ្ទះខាងឆ្វេងដៃកំពុងតែតុបតែងចូលដេកអត់ទាន់ចាប់សពគ្រប់នៅឡើយនៅកំឡុងពេលដេកផ្ទះនោះគឺឃើញមានភាពរញ៉េរញ៉ៃច្រើនដោយសារតែមានកម្មករលួចរបស់របរម្ដាយរបស់គាត់ក៏សម្រេចចិត្តថាគឺឈប់ឲ្យមានអ្នកមកធ្វើបន្តទៀតហើយប៉ុន្តែម្ចាស់គម្រោងដែលម៉ៅការហ្នឹងគឺគាត់សុំទៅម្ដាយគាត់ច្រើនដងមែនទែនហើយទីបំផុតគឺម្ដាយរបស់គាត់ក៏សម្រេចចិត្តថាឲ្យធ្វើបន្តតែនៅពេលដែលម្ចាស់ម៉ៅការសំណងហ្នឹងធ្វើការបន្តមិនបានរយៈពេលប្រហែលផងក៏សម្រេចចិត្តមកសុំម្ដាយគាត់ហ្នឹងឈប់ភ្លាមតែម្ដងគឺលេងធ្វើបន្តនិយាយមិនក៏លេងធ្វើបន្តដែរហាក់បីដូចជាគាត់ទៅជួបអីម្យ៉ាងឬក៏មានបញ្ហាអីម្យ៉ាងនៅក្នុងក្រុមការងារគាត់ក៏យើងមិនដឹងអញ្ចឹងណាហើយទីបំផុតម្ដាយរបស់គាត់ហ្នឹងជជែកសួរជាងម្នាក់ហ្នឹងថាមានអីកើតឡើងមុនដំបូងសុំគាត់ធ្វើតនៅសពមកសុំគាត់ឈប់ទីបំផុតគាត់ក៏បាននិយាយថាកុំប្រកាន់អីព្រោះដោយសារតែគាត់បានឃើញរបស់ម្យ៉ាងគួរឲ្យខ្លាចតាមគាត់ទៅដល់ផ្ទះតែម្ដងនឹងជាមូលហេតុដែលធ្វើឲ្យគាត់សុំឈប់ហើយគាត់អត់ចង់និយាយរឿងរ៉ាវទាំងអស់ហ្នឹងគាត់ទៅដល់ម្ចាស់ផ្ទះទេខ្លាចធ្វើឲ្យម្ចាស់ផ្ទះភ័យខ្លាចពេលខ្លះគាត់គិតថានឹងគឺជាលេសមួយដែលអសមរម្យក្នុងការមិនទទួលខុសត្រូវទៅលើអ្វីដែលគាត់សន្យាជាមួយនឹងម្ដាយរបស់គាត់អញ្ចឹងណាម្ដាយរបស់សាននៅពេលនោះគាត់អត់ខឹងទេបែរជាសប្បាយចិត្តទៅវិញព្រោះអីម្ដាយរបស់សានគាត់គិតថារឿងហ្នឹងគឺជារឿងជ្រុលហួសវិស័យនៅក្នុងការជឿគាត់អត់មានជំនឿទៅលើរឿងទាំងអស់ហ្នឹងទេដោយសារតែលើកមុនគឺគាត់មានបញ្ហាមួយទៀតល្អកកចិត្តរបស់គាត់គឺដោយសារតែកូនចៅរបស់ជាងហ្នឹងគឺមានការលួចរបស់របរនៅពេលដែលសាងសង់ហ្នឹងហើយគាត់មានបំណងក្នុងការបញ្ឈប់ជាងហ្នឹងតាំងពីដើមមកម្លេះដូច្នេះនៅពេលដែលគេមកសុំឈប់អញ្ចឹងមានមិនគឺសប្បាយចិត្តថែមអញ្ចឹងឯងអញ្ចឹងក៏បញ្ឈប់ការសាងសង់ផ្ទះគឺតាំងពីពេលហ្នឹងមកតមកទៀតម្ដាយរបស់សានបានដើរទៅរកអ្នកម៉ៅការផ្សេងមួយទៀតដែលជាក្រុមម៉ៅការថ្មីបន្តមកធ្វើផ្ទះហ្នឹងអញ្ចឹងទៅហើយអ្នកជិតខាងក៏ចូលមកនៅពេញអស់ហើយលើកឡើងតែផ្ទះហ្នឹងគឺសាងសង់អត់តន់ចប់បាទចំណែកឯសានហើយនឹងប្អូនប្រុសក៏នាំគ្នាទៅនៅផ្ទះខាងឪពុកដោយសារតែផ្ទះថ្មីរបស់ម្ដាយគាត់ហ្នឹងគឺនៅឆ្ងាយពីសាលារៀនពួកគាត់មែនទែនហើយគាត់ក៏បានស្នាក់នៅផ្ទះខាងឪពុករបស់គាត់រហូតដល់រៀនចប់ថ្នាក់ទី9បើទោះបីជាមិនពេញចិត្តជាមួយនឹងក្រុមគ្រួសារថ្មីរបស់ឪពុកយ៉ាងណាក៏ដោយតែគាត់ក៏ត្រូវតែទ្រាំដោយសារតែធំមិនសាលារៀននៅឆ្ងាយពីផ្ទះថ្មីរហូតដល់ចប់ថ្នាក់ទី9ហ្នឹងវិស្វករក៏មកដល់
ល់គាត់ក៏បានសុំឪពុកទៅលេងផ្ទះខាងម្ដាយប៉ុន្តែអ្វីដែលធ្វើឲ្យគាត់សង្ហាចិត្តខ្លាំងមែនទែនគាត់ទៅរៀនអស់រយៈពេលច្រើនឆ្នាំមែនទែនហើយត្រឡប់មកវិញផ្ទះហ្នឹងសាងសង់អត់ទាន់ហើយទៀតវាចម្លែកខ្លាំងមែនទែនគឺមានការតុបតែងថែមរហូតតែម្ដងព្រោះតែមិនមានអ្នកម៉ៅការណាអាចបញ្ចប់គម្រោងនេះបាននោះទេម្ដាយរបស់សានអត់បាននិយាយអីច្រើនពីអ្នកម៉ៅការហ្នឹងទេរហូតដល់យប់មួយនៅពេលដែលសានមកគេងនៅផ្ទះជាមួយនឹងម្ដាយពេលយប់គាត់ជឿនោមគាត់ក៏ចុះទៅបន្ទប់ទឹកតែបន្ទប់ទឹកនៅជាន់ខាងលើហ្នឹងគឺជាប់បាតចេញទេគាត់ក៏ដើរចុះមកខាងក្រោមគឺមានបន្ទប់ទឹកពីរអញ្ចឹងណានៅពេលដែលគាត់ដើរចុះចណ្ដើរទៅជាន់ខាងក្រោមស្រាប់តែគាត់ក្រឡេកឃើញស្រមោលរាងកាយមួយខ្មៅឈរនៅចណ្ដើរហ្នឹងនៅពីខាងក្រោមហ្នឹងតែម្ដងរបៀបគាត់មើលពីកម្មចណ្ដើរហ្នឹងចុះទៅក្រោមហើយគាត់ឃើញស្រមោលនៅកម្មចណ្ដើរហ្នឹងតែបែរខ្នងគ្រាន់តែឃើញភ្លាមគឺគាត់ដឹងហ្មងថានឹងមិនមែនជាសមាជិកក្រុមគ្រួសាររបស់គាត់ទេព្រោះរៀងក៏មិនមែនម្ដាយគាត់រៀងក៏មិនមែនប្អូនគាត់ក៏មិនមែនជាតាគាត់ដែររាងកាយនោះគឺស្លៀកឈុតពណ៌មានបន្តិចពណ៌អីបន្តិចមិនដឹងទេព្រោះវាអាណិតហើយជាពលិមកតិចទេមានសម្ពុតវែងដល់ចុងជើងមិនទាន់ទាំងគិតអីផងឡែផាំងថាណាគេចឹងណាស្ត្រីម្នាក់នោះក៏ងើយក៏ឡើងមកលើសម្លឹងមកកាន់គាត់បែបកាចមែនតើមកភ្នែកគឺកន្លងកាចមែនតើអ្វីដែលគាត់ធ្វើបាននៅពេលនោះគឺបានត្រឹមតែសម្លឹងហើយនឹងសញ្ចឹងកាត់រាងកាយរបស់គាត់កម្រាស់អត់កើតទេគាត់ដឹងថាមុខរបស់ម្នាក់ស្រីនោះគឺស្អាតតែរាងរបស់នាងខ្ពស់ហើយរបៀបបួងសក់នោះគឺពណ៌ខ្មៅហើយមាត់ក្រហមឆេះដោយសារតែខ្លាចពេកគាត់ក៏សម្រេចចិត្តអត់ដើរចុះទៅបន្តទៀតទេឈឺនោមគឺកឹបសិនហើយក៏ត្រឡប់បែរដើរតម្រង់ទៅបន្ទប់វិញរបៀបគេបង្ហាញខ្លួនមកគឺអត់បានធ្វើអីគាត់ដែរគាត់ទៅឲ្យឃើញហើយយើងគិតមើលថាបើខ្លួនពួកយើងឃើញបែបហ្នឹងវិញអត់ទេស្ងាត់ស្ងៀមហើយដើរថយក្រោយនេះគឺជាសន្តិវិធីដ៏ល្អបំផុតរហូតដល់ព្រឹកឡើងសានក៏យករឿងរ៉ាវទាំងអស់នេះទៅនិយាយឲ្យម្ដាយរបស់គាត់ស្ដាប់ថាខ្លួនបានឃើញស្រីម្នាក់ស្លៀកពាក់បែបនេះកពុះកពោប៉ុណ្នេះនៅជាន់ទី1ផ្ទះរបស់យើងគាត់គិតថាប្រហែលជាម្ដាយរបស់គាត់មិនជឿទេតែម្ដាយរបស់គាត់ក៏បានប្រាប់មកវិញថាអូកូនបានឃើញហើយហ៎គឺធ្វើឲ្យសានភ្ញាក់ផ្អើលខ្លាំងមែនទែនម្ដាយរបស់គាត់ក៏បន្តថានឹងគឺជាជំនាញដើមកូគីដល់ពេលលើកបែបហ្នឹងគឺសម្ងាត់ចិត្តឆ្ងល់ខ្លាំងមែនទែនតែម្ដងគិតថាម្ដាយរបស់គាត់ហ្នឹងមិនសមថាបានឃើញនារីម្នាក់ហ្នឹងទេហើយបើបានឃើញហេតុអីបាននៅបន្តឲ្យគេស្នាក់នៅជាមួយយើងអញ្ចឹងបន្តទៀតយ៉ាងទៀតហ្នឹងគឺនៅក្នុងផ្ទះអត់មានគ្រឿងសង្ហារឹមដែលធ្វើពីឈើដើមកូគីនោះទេសានក៏បានសួរទៅម្ដាយគាត់ថាអ្នកម៉ៅការគាត់យកដើមកូគីមកធ្វើផ្ទះមែនមកពីគាត់ផ្ទះមែនបានជាធ្វើឲ្យគេមិននៅក្នុងផ្ទះរបស់យើងបានម្ដាយរបស់សានក៏បានប្រាប់ថានៅយប់មួយគឺគាត់បានយល់សប្តិឃើញនារីម្នាក់ដែលមានកែវភ្នែកកាយសាហាវខ្លាំងមែនទែនបួងសក់ពណ៌ខ្មៅហើយស្លៀកឈុតពណ៌មាសដោយអ្វីដែលសានបានឃើញអញ្ចឹងនាងរស់នៅកន្លែងហ្នឹងយូរមកហើយកំពុងតែនៅជាមួយយើងរាល់ថ្ងៃហ្នឹងតែម្ដងអ្នកណាដែលមកកន្លែងនេះគិតមិនល្អឬក៏ធ្វើអ្វីមិនល្អដាក់ម៉ែឬក៏ដាក់ម្ដាយសានហ្នឹងនាងនឹងចាត់ការទាំងអស់ម្ដាយគាត់ក៏បន្ថែមទៀតថាអ្នកម៉ៅការមុនដែលមានកូនចៅលួចរបស់របរនៅអត់បានយូរទេដោយសារតែនាងម្នាក់ហ្នឹងគឺជួយចាត់ការចោលទាំងអស់តែម្ដងម្ដាយសានបាននាំសានទៅមើលបន្ទប់ដាក់អីវ៉ាន់នៅជាន់ខាងក្រោមកម្មចណ្ដើរហ្នឹងដោយសារតែគាត់បានយករបស់របរនៅក្នុងផ្ទះមួយចំនួនយកទៅបាំងនៅកន្លែងនោះហើយដឹងគាត់បាំងអីអត់គឺគាត់បាំងដីដំបូកតែនៅខាងក្រោមនោះគឺបានហៀចេញមកខាងក្រៅអ្នកនៅក្នុងគ្រួសារមិនថាបងប្អូនអីទេគឺចាប់ផ្ដើមសង្កេតឃើញហើយនឹងនាំគ្នាគិតថាផ្ទះថ្មីមិនគួរណាមានដីដំបូកដុះបែបនេះទេដីដំបូកវាច្រើនគឺសាងសង់ឡើងវាមានដោយសារតែមានសក្តិតែនេះគឺជាផ្ទះថ្មីរឿងអីមានដីដំបូកនៅក្នុងអំឡុងពេលដែលមកនៅផ្ទះនេះផ្ទះម៉ែដែលនៅទល់មុខហ្នឹងក៏សាងអត់ទាន់ចប់ទៀតម៉ែក៏បានជួលតាយាយ2នាក់ដែលយើងបានលេខទូរស័ព្ទ2នាក់ជិតខាងដើម្បីឲ្យគាត់មកនៅធ្វើផ្ទះនេះដំបូងគឺពួកគាត់និយាយមកបែបសុភាពត្រឹមត្រូវណាស់ក្រោយមកនេះទើបដឹងថាពួកគាត់គឺជាមនុស្សមិនល្អទេតាគឺជាមនុស្សផឹកស្រាប្រមឹករីឯយាយប្រពន្ធគាត់ហ្នឹងគឺជាមនុស្សដែលមានដៃមានជើងមានថ្ងៃមួយនោះយាយហ្នឹងគឺគាត់បានយកស្បែកជើងយកខោអាវយកកន្សែងរបស់ប្រើប្រាស់នានារបស់ម៉ែយកមកឲ្យម៉ែវិញទាំងអស់ជារបស់ដែលគាត់យកទៅទាំងម្ដាយរបស់សានមិនដឹងខ្លួនថាបាត់ផងបើយាយនោះមិនបានយកមកឲ្យម្ដាយសានវិញទេក៏គាត់មិនបានដឹងដែរថារបស់នៅក្នុងផ្ទះហ្នឹងគឺបាត់ទៅច្រើនយ៉ាងនេះពេលដែលយាយនឹងត្រឡប់ទៅផ្ទះវិញយាយគាត់បានក្រឡេកមើលទៅចិត្តផ្ទះបាយគាត់បានឃើញស្ត្រីម្នាក់ខ្ពស់សក់ខ្មៅស្លៀកឈុតពណ៌មាសមិនទំនងជាសមាជិកនៅក្នុងផ្ទះហ្នឹងទេបន្តិចម្ដងនាងក៏បែរមកកាន់គាត់បែរមកតែក្បាលទេតែខ្លួនហ្នឹងគឺនៅដដែលគឺបែប180ដឺក្រេវឹបមិនទាន់តែបាត់ភ័យផងខ្លួននាងក៏បង្វិលមកម្ដងបន្តិចបែរមករកយាយទាំងក្បាលទាំងខ្លួនបន្ទាប់មកក៏ហែកទ្រូងឲ្យឃើញគ្រឿងក្នុងទាំងអស់ជាមួយនឹងទឹកមុខចង់កំហឹងហូរឈាមស្រោតពេញមុខតែម្ដងយាយបិទទ្វារផ្ទះរត់ឡើងឡានយ៉ាងលឿនត្រឡប់ទៅផ្ទះគាត់វិញនៅយប់នោះអត់រួចខ្លួនទេគាត់បានយល់សប្តិឃើញនារីម្នាក់ហ្នឹងមកតាមគាត់ដល់ផ្ទះតែម្ដងគឺមកដល់គឺធ្វើឲ្យគាត់មានអារម្មណ៍ថាតានតឹងពេលដែលគាត់ដេកនឹងរបៀបដូចខ្មោចសង្កត់ចឹងណាអារម្មណ៍ខ្មោចសង្កត់គឺតែចិត្តចង់ដៃចង់ជើងហើយចង់កំរើកចង់ស្រែកមិនក៏ស្រែកអត់បានដែរគាត់មានអារម្មណ៍ថាកលៈទេសៈហ្នឹងខ្លួនគាត់ត្រូវបានគេបញ្ជាសពគ្រប់បែបយ៉ាងហ្មងផ្នែកគាត់បិទទេប៉ុន្តែមានអារម្មណ៍ថាដូចបើកមើលហេតុការណ៍នឹងកើតឡើងចឹងអ្វីដែលគាត់ឃើញគឺគាត់ចាប់ផ្ដើមមើលទៅចង់ជើងព្រោះគាត់ដេកកម្រាលកើតក្បាលនារីម្នាក់ហ្នឹងចាប់ផ្ដើមផុសឡើងដងទៅពីចង់ជើងគាត់នៅពេលដែលគាត់វឹកឡើងភ្លាមឈរនៅមុខគាត់ចឹងគឺបោកភ្នែកហូរឈាមស្រោចនៅមុខគាត់ចឹងណាហើយតបមកគឺយកដៃហែកទ្រូងឲ្យឃើញគ្រឿងក្នុងទាំងអស់ដូចអ្វីដែលគាត់ឃើញនៅចក្រានបាយផ្ទះដើមចឹងតែប៉ុណ្្នឹងហើយគឺធ្វើឲ្យគាត់មានអារម្មណ៍ថាគាត់បានធ្វើអីខុសសម្រាប់អ្នកផ្ទះហ្នឹងហើយនឹងឯងជាហេតុផលដែលព្រឹកឡើងគាត់ក៏សម្រេចចិត្តទៅយករបស់របរទាំងអស់ដែលលួចពីម្ដាយរបស់សានហ្នឹងយកទៅឲ្យគាត់វិញទាំងអស់ហើយចាប់តាំងពីពេលនោះមកគាត់ប្រាប់ថាខ្ញុំលែងមកធ្វើការនៅផ្ទះហ្នឹងបន្តទៀតហើយហើយលុយម៉ាន់ក៏លែងមកដែរហើយហេតុការណ៍បែបហ្នឹងកើតឡើងដូចគ្នាទៅនឹងជាងកម្មករសំណងអីដែលកើតឡើងមុននឹងអាចហេតុផលដែលធ្វើឲ្យមេការសំណងណាក៏មកធ្វើការនៅផ្ទះហ្នឹងបញ្ចប់សកម្មភាពសាងសង់អត់ចប់ដែរហើយរបស់សានគាត់បានស្គាល់កន្លែងគ្រូបញ្ជាន់រូបម្នាក់គាត់ក៏បានទៅជួបគ្រូម្នាក់នោះហើយបានរាយរាប់នៅរឿងរ៉ាវដែលបានជួបទាំងអស់ហ្នឹងនិយាយចប់លោកគ្រូបញ្ចូលរូបម្នាក់ហ្នឹងគាត់បានប្រាប់ថានឹងគឺជាវិញ្ញាណដើមកូគី
គេមិននៅនឹងយូរហើយការដែលគេមកបញ្យល់សពម្ដាយរបស់សានហ្នឹងគេមិនមកចង់ធ្វើបាបទេគេគាត់មកប្រាប់ថាគេមកជួយថែរក្សាផ្ទះគេមកជួយខំក្រុមម្ចាស់ផ្ទះហ្នឹងឲ្យមានសេចក្តីសុខតែគេគឺមានចរិតកាចណាស់គេអត់ចូលចិត្តសំឡេងខ្លាំងរំខានអត់ចូលចិត្តមនុស្សប្លែកមុខការដែលនាងចូលចិត្តម្ដាយរបស់សានហ្នឹងដោយសារតែម្ដាយរបស់សានគឺជាមនុស្សធ្វើបុណ្យធ្វើទានកាន់សិលចូលចិត្តទៅធ្វើបុណ្យទៅសូត្រធម៌ទៅវត្តរៀងរាល់សិលអញ្ចឹងទៅម្យ៉ាងម្ដាយរបស់សានហ្នឹងគឺជាមនុស្សចិត្តល្អជួយគេជួយឯងអញ្ចឹងណាទៅវិញ្ញាណមួយហ្នឹងគឺអត់បានមកផ្ដល់ការរំខានអ្វីទេតែគឺនឹងសន្យាថានឹងជួយថែរក្សាផ្ទះហ្នឹងអាហ្នឹងគឺគ្រូបញ្ចុះនរៈគេបញ្ជាន់បានថាគេចូលបលឹងហើយទៅសិក្សាជាមួយនឹងវិញ្ញាណហ្នឹងគ្រូបញ្ចុះនរៈខ្លះគឺវិញ្ញាណហ្នឹងចូលមកក្នុងខ្លួននឹងតែម្ដងហើយនិយាយតំណាងឲ្យវិញ្ញាណហ្នឹងតែម្ដងក្រោយពីគាត់ស្វែងយល់ពីរឿងរ៉ាវទាំងអស់ហ្នឹងហើយទើបគាត់ដឹងថានៅមុនគម្រោងបរិយហ្នឹងត្រូវបានគេសាងសង់នៅលើដីដែលគាត់សាងសង់ផ្ទះហ្នឹងគឺមានដើមកុកីធំហើយខ្ពស់ខ្លាំងមែនទែននេះចិត្តខាងម្ចាស់ទឹកដីដែលនៅក្បែរនោះគឺបានប្រាប់ថាកាប់ទឹកទៅកាប់ពីដើមឡើយគឺមានដើមកុកីធំមែនទែននៅកន្លែងហ្នឹងក្រោយពីលក់ដីហ្នឹងទៅឲ្យម្ចាស់គម្រោងបរិយគេក៏បានកាប់ដើមកុកីហ្នឹងចោលតែម្ដងហើយគេអត់មានការជឿអត់មានការសែនព្រេងអីទេអ្នកភូមិក៏បាននិយាយបន្តទៀតថាដើមកុកីធំខ្ពស់នេះគឺមានបញ្ញាក្អែកនៅខាងចុងដើមទៀតអញ្ចឹងបានថានៅពេលដែលយើងទៅឃើញដើមអីហ្នឹងគឺឲ្យតែរៀងធំមានបញ្ញាក្អែកមានគេហៅដើមអីគេវ៉ាំមាសអីហ្នឹងគឺសិតសឹងតែមានអ្នកកាន់ទាំងអស់ពីច្រើនតែរបស់សាងក៏បានយករឿងរ៉ាវទាំងអស់នេះទៅជួបជាមួយនឹងលោកគ្រូម្ដងទៀតដែលគាត់សួរថាតើអាចទៅរួចទេដែលផ្ទះរបស់យើងកំពុងតែនៅរាល់ថ្ងៃហ្នឹងនៅចំពីលើកន្លែងដែលគេដាំដើមកុកីចាស់ហ្នឹងមុនដំបូងគាត់ថាប្រហែលជាជាងយកដើមកុកីមកសង់ផ្ទះគ្រូថាអាចទៅរួចផ្ទះនេះគឺធ្វើនៅចំកន្លែងគេហើយគ្រូបានណែនាំម៉ែឲ្យទៅទិញតុក្កតាតំណាងដាក់នៅផ្ទះនោះទៅដើម្បីឲ្យគេមានកន្លែងស្នាក់នៅមានកន្លែងសន្តិដ្ឋកុំឲ្យគេអត់មានកន្លែងនៅចេះតែចេញបង្ហាញខ្លួនឲ្យអ្នកនេះអ្នកនោះបានឃើញជាពិសេសអ្នកផ្ទះយើងតែម្ដងដូច្នេះខ្ញុំហើយនឹងម្ដាយរបស់ខ្ញុំក៏បានដើរទៅផ្សារទៅរកមើលទិញតុក្កតានាងបោះនាងបោយដើម្បីតំណាងតាមដែលគ្រូប្រាប់មើលចុះមើលឡើងក៏ប្រទះឃើញរូបតុក្កតាស្រីមួយដែលស្លៀកឈុតពណ៌មាសជាមួយនឹងទឹកមុខស្អាតហើយបួងសក់ឡើងលើពណ៌ខ្មៅសឹងតែដូចរូបពិតទៅនឹងនាងដើមកុកីគ្រាន់តែឃើញភ្លាមម្ដាយរបស់ខ្ញុំព្រឺសម្បុកស្ញាហើយធ្វើឲ្យខ្ញុំមានអារម្មណ៍ថានឹងគឺជារូបពិតរបស់នាងនឹងតែម្ដងរបៀបថានាងនឹងហាក់ដូចជានៅក្បែរគាត់ប្រាប់ថាយកនឹងទៅគេពេញចិត្តរូបនឹងអញ្ចឹងណាតាំងពីទិញរូបតុក្កតានឹងតំណាងឲ្យនាងដើមកុកីនឹងមកនៅក្នុងផ្ទះរឿងរ៉ាវផ្សេងៗគឺបានស្ងប់ស្ងាត់ហើយយើងរស់នៅមានសេចក្តីសុខខ្លាំងមែនទែនរហូតដល់ម្ដាយរបស់ខ្ញុំនឹងគឺចាប់ផ្ដើមមានដៃគូថ្មីនៅថ្ងៃមួយគាត់ក៏បានទៅធ្វើការមានអ្នកជិតខាងបានឃើញមាននារីម្នាក់អង្គុយតាមឡានទៅជាមួយម្ដាយរបស់គាត់សំបីតែនៅកន្លែងធ្វើការក៏ធ្លាប់មានអ្នកធ្វើការជាមួយនឹងប្រាប់ថាមានណាគេមកតាមមែនគឺទៅសួរម្ដាយគាត់ថាមានយកណាគេមកតាមមែនរបៀបថាឲ្យតែណាគេគិតមិនល្អឬក៏មានបំណងមិនល្អអីតែដាក់ម្ដាយសានគឺនាងដើមកុកីនេះតែងតែប្រាប់មុនឬក៏បង្ហាញខ្លួនឲ្យឃើញតែម្ដងចុងក្រោយម្ដាយរបស់គាត់ក៏បានលក់ផ្ទះនឹងដើម្បីផ្លាស់ប្ដូរទៅនៅផ្ទះឲ្យធំជាងមុនព្រោះការរកស៊ីក៏ចម្រុងចម្រើនជាងមុនរកស៊ីកាក់កបល្អជាងមុនអញ្ចឹងណាយើងក៏អត់បានដឹងដែរថាអ្នកទិញផ្ទះតនោះបានជួបរឿងរ៉ាវប្លែកៗដូចដែលយើងបានជួបឬក៏អត់រហូតដល់សានរៀនចប់ក៏បានទៅលេងផ្ទះម្ដាយម្ដងទៀតបានថានៅពេលដែលបដូរផ្ទះហ្នឹងជីវិតរបស់សានចេះតែផ្លាស់ទីទៅមកដោយសារតែផលរំខាននៅក្នុងពេលដែលផ្ទះរបស់ម្ដាយសានគឺនៅឆ្ងាយពីកន្លែងសាលារៀនរបស់គេរហូតដល់គាត់រៀនចប់ក៏បានទៅលេងផ្ទះម្ដាយរបស់គាត់ម្ដងទៀតអ្វីដែលសាននឹកស្មានមិនដល់គឺម្ដាយរបស់គាត់បានយកតុក្កតានិងបោកនឹងបោយនឹងមកតាមសានក៏បានសួរទៅម្ដាយរបស់គាត់ថាម៉ែមិនគាត់មិនទុកគេនៅផ្ទះដើមទៅយកគេមកតាមខ្លួនទៅអីគេអត់ចង់មកនៅជាមួយយើងគេរំខានគេធ្វើបាបយើងអញ្ចឹងតែម្ដាយរបស់សានប្រាប់ថាមុនដំបូងម៉ែក៏គិតអញ្ចឹងដែរប៉ុន្តែនៅជប់ដំបូងគ្រាន់តែពួកយើងបានរើមកនៅផ្ទះថ្មីភ្លាមគាត់ក៏បានយល់សប្តិឃើញគេតែម្ដងគេក៏បានមកខឹងជាមួយម្ដាយរបស់សានប្រាប់ថាខំប្រឹងជួយចង់ងាប់ហើយមិនក៏មិនយកឯងមកតាមនឹងឯងដែលធ្វើឲ្យគ្រាន់តែជប់នឹងចប់ស្អែកឡើងម្ដាយរបស់សានទៅសែនព្រេងសូមអញ្ជើញគេមកនៅជាមួយតែម្ដងហើយតាំងពីពេលនោះមកម្ដាយសានចេះតែរកស៊ីកាត់កប់មានសេចក្តីសុខហើយមានបញ្ហាអីកើតឡើងទាំងអស់នៅក្នុងជីវិតរបស់គាត់អ្នកខ្លះគឺកើតមកជាមួយនឹងជើងលេខត្រូវជាមួយនឹងរឿងរ៉ាវទាំងអស់ហ្នឹងហ្មងព្រោះពេលខ្លះយើងគិតថាមិនជឿ 100% តែម្ដងក៏យើងមិនអាចថាបានថារឿងហ្នឹងប៉ិតឬក៏ប៉ិតតែសំខាន់លើការជឿរបស់បុគ្គលម្នាក់ៗទេគាត់ថានេះគឺជារឿងរ៉ាវប៉ិតដែលកើតឡើងទៅលើជីវិតរបស់សានបាទអរគុណបងប្អូនដែលតាមដាន The Story Podcast episode ទី15នេះគឺជា final episode សម្រាប់ season 1តែដៃមួយខ្ញុំចង់សួរសំណួរមួយបងប្អូនស្រឡាញ់ The Story Podcast អត់ហើយចង់ឲ្យមាន season 2បន្តទៀតអត់ជួយចូលរួម comment ទាំងអស់គ្នានៅខាងក្រោមវីដេអូនេះមកថាតើអ្នកទាំងអស់គ្នាហេតុអ្វីបានចូលចិត្ត The Story Podcast ហើយអ្នកទាំងអស់គ្នាចាប់ផ្ដើមស្គាល់ The Story Podcast នៅក្នុង episode ទីប៉ុន្មានហើយ episode ទីប៉ុន្មានដែលអ្នកទាំងអស់គ្នាចូលចិត្តខ្លាំងជាងគេអរគុណច្រើននៅក្នុងការបន្តដំណើរនឹងដើរជូននីគេហៅថាផ្សងព្រេងជាមួយយើងតាំងពី episode ទី1ការដែលដំណើរផ្សងព្រេងមួយដែលយើងអត់រំពឹងថាយើងមកដើរមកដល់ episode ទី15ទេអញ្ចឹងសង្ឃឹមថាបងប្អូនជួយចូលរួម comment ទាំងអស់គ្នាហើយចាំជួបគ្នានៅ season 2បន្តទៀតបាយបាយ Cherry Close your eyes.